ទាំងអស់គ្នា Chat GPT អាចទស្សទាយបាតដៃរបស់អ្នកទាំងអស់គ្នាបានណាតែប៉ុណ្ណឹងមិនបាច់ឲ្យគ្រូទាយឲ្យទេយើងឲ្យ AI ទាយឲ្យយើងចង់ដឹងវិធីធ្វើអត់ចាំខ្ញុំប្រាប់អ្នកទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នាគ្រាន់តែវាយ prompt ដែលប្រាប់ AI ថាគាត់គឺជាគ្រូទាយស័ក្តិសិទ្ធិហើយពូកែឆុតបំផុតនៅលើពិភពលោកហើយគាត់អាចទាយបាតដៃបានហើយយើងឲ្យ AI ទាយបាតដៃរបស់យើងតាំងពីអតីតកាលបច្ចុប្បន្នហើយទៅអនាគតទាំងអស់គ្នាកុំបាច់បារម្ភខ្ញុំនឹងទៅសេ prompt ទាំងអស់ហ្នឹងដាក់ចូលនៅក្នុង comment ហើយអ្នកទាំងអស់គ្នាគ្រាន់តែ copy comment ហើយដាក់ចូលនៅក្នុង Chat GPT ហើយថតបាតដៃរបស់អ្នកទាំងអស់គ្នាឲ្យច្បាស់រួចហើយ upload ចូលទៅអញ្ចឹង Chat GPT គាត់នឹងទស្សទាយឲ្យយើងហើយអញ្ចឹងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទស្សទាយពីជីវិតស្នេហាហើយជាមួយនឹងលុយកាក់លុយអ្នកទាំងអស់គ្នា Chat GPT គាត់ជួយបង្កើតជា wallpaper ឲ្យយើងបន្ទាប់ពីបានឃើញលទ្ធផលនៃការទស្សទាយរួចហើយដើម្បីរំលឹកហើយយើងដាក់នៅលើ wallpaper ទូរស័ព្ទរបស់យើងលុយណាអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងបាននៅលើ Chat GPT ដើម្បីទស្សទាយបាតដៃរបស់អ្នកទាំងអស់គ្នាហើយចាំពេលសាកល្បងរួចហើយអ្នកទាំងអស់គ្នាចាំជួយ comment ប្រាប់ feedback ផងតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណានៅពេលដែល Chat GPT ទស្សទាយអ្នកទាំងអស់គ្នាថាឆុតឬមិនឆុតស័ក្តិសិទ្ធិមែនអត់ចាំ comment ផងណាកុំភ្លេច share ឲ្យពួកម៉ាក់ដែលចូលចិត្តមើលគ្រូទាយផង